អ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាថតរូបប្រភេទ portrait នៅក្នុង GTA 5 offline តើអ្នកទាំងអស់គ្នាធ្វើម៉េចផ្អៀងកុំព្យូទ័រឬក៏ monitor អ្នកទាំងអស់គ្នាឬក៏ផ្អៀងក្បាលអ្នកទាំងអស់គ្នាតាម monitor អញ្ចឹងគេអត់ធ្វើអញ្ចឹងទេអញ្ចឹងថ្ងៃនេះខ្ញុំមានវិធីសាស្ត្រមួយដែលឲ្យអ្នកទាំងអស់គ្នាថតរូបប្រភេទ portrait បានដោយងាយស្រួលដោយមិនបាច់ចាំផ្អៀង monitor របស់យើងឬក៏ផ្អៀងក្បាលរបស់យើងតាម monitor ទេតោះអញ្ចឹងដើម្បីយើងធ្វើបានយើងត្រូវមាន reset មកបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់មាន reset ទេអញ្ចឹងទៅ download មកគ្រាន់តែ search reset ទៅបានហើយបន្ទាប់ពី download ហើយគឺយើងចាប់ផ្ដើមបើកមកហ្នឹងហើយយើង select យក GTA 5ដែលមានពាក្យកន្ទុយថា GTA 5.exe បន្ទាប់ពីហើយយើង select ទៅ next មកហើយយើងជ្រើសរើសយក direct 1112ហើយយើងយក update reset and effect អញ្ចឹងត្រូវយក update reset and effect ទាំងអស់គ្នាកុំរើសខុសសោះបន្តមកទៀតបងប្អូន check ហើយ uncheck វាវិញមកដើម្បីកុំឲ្យវា select ផ្សេងទៀតយើង select តែមួយបានហើយអញ្ចឹងយើង scroll មកក្រោមរហូតមករកមើលពាក្យថា G-Set Shader អញ្ចឹងបន្ទាប់ពីយើងឃើញហើយយើងគ្រីសវាមួយមកវានឹងចេញ effect ផ្សេងមកទៀតហើយយើង scroll ទៅក្រោមរហូតរកមើលពាក្យថា Virtual Preview Effect អញ្ចឹងយើងគ្រីសវាមួយមកគ្រីសទៅវាមួយបានហើយបន្ទាប់ពីយើងគ្រីសវាហើយយើងចុច next មកបន្ទាប់ពីយើងចុច next ហើយយើងចាំមួយស្ទុះនោះវានឹងដើរហើយបន្ទាប់ពីវាដើរចប់យើងចុច finish មកហើយយើងទៅបើក game របស់យើងបន្ទាប់ពីចូលមកដល់ក្នុង game នៅពេលដែលយើងថតរូបគឺយើងបើក reset របស់យើងមកហើយយើង scroll ទៅក្រោមរហូតរកមើល effect មួយដែលមានឈ្មោះថា Virtual Previewer ហើយវាមានពាក្យ hidden in screenshot នៅក្នុងហ្នឹងបន្ទាប់ពីយើងឃើញហើយយើងជួយស្ដាំលើវាហើយចុច move to the top មកដើម្បីយើងស្រួលមើលហើយយើងចាប់អូសវាដាក់នៅខាងក្រោមគេមកចាំយើងគ្រីសបន្ទាប់ពីយើងគ្រីសហើយវានឹងចេញបែបនេះហើយនៅពេលដែលយើង enable effect អញ្ចឹងនៅពេលដែលយើងប្រើ reset យើង enable reset អញ្ចឹងវានឹងចេញទម្រង់បែបនេះឲ្យយើងបន្តមកទៀតយើងចុចលើ effect ហ្នឹងហើយយើងមកសេរី setting វាបន្តិចដើម្បីឲ្យវាស្រួលមើលអ្នកទាំងអស់គ្នាសេរីតាមខ្ញុំអញ្ចឹងមកដើម្បីឲ្យយើងស្រួលមើលព្រោះអីនៅពេលដែលយើងដាក់ effect ហ្នឹងភ្លាមវាចេញកាឡាឬក៏វាចេញរូបភាពនៅខាងក្រោយយើងហ្នឹងផ្ដេកដដែលទេអញ្ចឹងតោះតែអ្នកទាំងអស់គ្នាសេរី setting តាមខ្ញុំទើបវាឃើញបែបនេះអញ្ចឹងនៅពេលដែលវាចេញបែបនេះអ្នកនរគ្នាសេរីប្លង់អ្នកនរគ្នាដែលចង់ថតមកអញ្ចឹងអ្នកនរគ្នាសេរីដាក់ចង់បានប្លង់មិនគឺសេរីអញ្ចឹងទៅហើយនៅពេលដែលអ្នកនរគ្នាសេរីរួចរាល់ហើយតែចង់បានប្លង់អញ្ចឹងហើយអ្នកនរគ្នាបិទ effect ហ្នឹងវិញមកបិទតែ effect ហ្នឹងមួយបានហើយកុំបិទ reset សង្ឃឹមថាអ្នកនរគ្នាយល់ហើយបន្ទាប់ពីអ្នកទាំងអស់គ្នាបិទ effect ហ្នឹងហើយគឺវានឹងចេញផ្ដេកវិញហើយនៅពេលដែលចេញផ្ដេកហើយគឺយើងអាចថតបានធម្មតាហើយគឺយើងប្រើ effect នេះដើម្បីតែរៀបប្លង់ប្រភេទបញ្ឈរទេបានន័យថាយើងបាច់ចាំទៅបញ្ឈរ monitor របស់យើងឬក៏យើងទៅផ្ដេកក្បាលរបស់យើងមើលមមតារយកទេអញ្ចឹងយើងប្រើ effect ហ្នឹងទៅយើងអាចរៀបប្លង់ប្រភេទផ្ដេកបានដោយងាយស្រួលហើយបន្ទាប់ពីយើងរៀបហើយទៅយើងបិទតែ effect ហ្នឹងទៅយើង screenshot បានធម្មតាដូចយើងថតរូបធម្មតាអញ្ចឹងបើសិនជាអ្នកនរគ្នាគិតថាវីដេអូមានប្រយោជន៍កុំភ្លេចជួយចុច like share មួយផងហើយបើសិនជាចង់បានវីដេអូបែបហ្នឹងទៀតកុំភ្លេចជួយ follow ខ្ញុំម្នាក់មួយផងហើយខ្ញុំក៏មានបើកបង្រៀនថតរូប GTA 5 offline នេះដែរអញ្ចឹងតម្លៃសមរម្យទេអ្នកនរគ្នាអាចមកថតបានឲ្យបរៀនបានអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ